ប់តែបុកសាច់គោបុកគ្រឿងសមុទ្រអីឥឡូវបងប្អូនសាកមកបុកកពឹសម្ដងអត់រសជាតិរបស់គេហ្នឹងគឺជូរហឹរដិតឆ្ងាញ់ខ្លាំងមែនតើហើយកពឹសរបស់យើងហ្នឹងធ្វើចេញមកគឺអត់មានក្លិនឆ្អាបអត់មានរញើតពិបាកញ៉ាំទេនិយាយទៅគឺយើងញ៉ាំអត់ដឹងថាញ៉ាំរបស់ឆៅហ្មងហើយសម្រាប់រសជាតិរបស់គេវិញធានាឲ្យថាមកជាប់ចិត្តពួកគ្រឿងផ្សំដែលយើងត្រូវការដំបូងគេហ្នឹងគឺជាកពឹសហ្នឹងបងប្អូនទិញយកអាណាដែលរស់ឬក៏ថ្មីស្រស់មកបានយើងធ្វើទៅវាឆ្ងាញ់សម្រាប់កពឹសហ្នឹងដំបូងគេគឺយើងលាងទឹកឲ្យស្អាតសិនហើយបងប្អូនរើសមើលផងក្រែងលោវាមានដោយកូនត្រីអីអញ្ចឹងណាបងប្អូននិយាយទៅបើដោយកូនត្រីញ៉ាំទៅរៀងឆ្អាបអញ្ចឹងទៅហើយបន្ទាប់មកគឺខ្ញុំដាក់ត្រាំវាជាមួយទឹកសូដាដើម្បីឲ្យវាកាត់ក្លិនឆ្អាបហើយនឹងកាត់មេរោគអញ្ចឹងទៅហើយក្នុងនោះខ្ញុំបានបន្ថែមទឹកកកចូលជាមួយគ្នាដែរដើម្បីឲ្យកពឹសរបស់យើងនឹងត្រជាក់ហើយវាឡើងរឹងសាច់ផងកពឹសហ្នឹងយើងដាក់ត្រាំវាចោលប្រហែល20នាទីសិនទៅយើងមកធ្វើគ្រឿងផ្សេងទៀតខ្ទឹមសគឺខ្ញុំប្រើវាចំនួន5កពឹសហើយម្ទេសវិញបងប្អូនអាចដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនោះខ្ញុំបន្ថែមស្ករស1ស្លាបព្រាកាហ្វេទៀតដើម្បីឲ្យយើងងាយស្រួលបុកពេលដែលយើងបុកទៅគឺវាឆាប់ម៉ត់ហើយវាអត់ខ្ទាតកតិចទៀតចំពោះម្ជូរហ្នឹងគឺខ្ញុំប្រើជាផ្លែកាសាំងឬក៏បងប្អូនអាចប្រើជាក្តឹបអំពិលឬក៏ក្រូចឆ្មាធម្មតាក៏បានដូចគ្នាកាសាំងហ្នឹងគឺខ្ញុំប្រើវាចំនួន3ផ្លែធំយើងយកកាសាំងណាដែលរាងចាស់បន្តិចមកហើយយើងឆ្កឹះវាយកទៅក្របដាក់ចូលក្នុងនឹងមកចំពោះប្រហុកគឺខ្ញុំប្រើវាប្រហែលជា5-6កន្ទុយយើងលាងទឹកពីទឹកហើយច្រាំវាឲ្យបានម៉ត់ហើយចាំដាក់ចូលហើយប្រហុកហ្នឹងគឺខ្ញុំប្រើជាប្រហុកត្រីរាធម្មតាទេបងប្អូនគ្រាន់តែថារសជាតិរបស់វាឆ្ងាញ់អញ្ចឹងណាយកទៅធ្វើម្ហូបអីក៏ឆ្ងាញ់ដែរបន្ទាប់ពីយើងដាក់ប្រហុកចូលហើយយើងជ្រុំវាជាមួយនឹងកាសាំងជាមួយអីរៀងចូលជាតិបន្តិចបាទខ្ញុំដាក់ស្ករត្នោតចូលចំនួន1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយហើយនឹងប៊ីចេងហ្នឹង1ស្លាបព្រាកាហ្វេដែរនិយាយទៅប្រហុកវាមានរសជាតិប្រៃស្រាប់ហើយប៉ុន្តែបើសិនជាយើងបានលួចទឹកត្រីថែមជាមួយគ្នាទៀតគឺវាកាន់តែមានរសជាតិឆ្ងាញ់បន្ទាប់ពីដាក់គ្រឿងចូលហើយយើងបុកជ្រុំគ្រឿងហ្នឹងឲ្យចូលជាតិសព្វល្អហើយចាំដាក់សណ្តែកគួរចូលចំពោះសណ្តែកគួរហ្នឹងគឺយើងអត់បុកឲ្យវាម៉ត់ខ្លាំងទេបងប្អូននិយាយទៅយើងគ្រាន់តែបុកជ្រុំវាតិចឲ្យវាបែកតិចបានហើយបើសិនជាបងប្អូនណាអត់ចង់ដាក់កពឹសទេញ៉ាំតែប៉ុណ្្នឹងក៏បានដែរបងប្អូននិយាយទៅអានេះគឺរបៀបប្រហុកឆៅអញ្ចឹងបងប្អូនញ៉ាំតែប៉ុណ្្នឹងក៏ឆ្ងាញ់ដែរហើយកពឹសរបស់យើងបន្ទាប់ពីត្រាំទឹកសូដាជាមួយទឹកកកបាន20នាទីគឺយើងយកវាទៅសម្រិតទឹកសូដាចេញហើយទុកវាឲ្យស្រស់ទឹកមិនទេចាំយើងដាក់ចូលជាមួយគ្នាចំពោះកពឹសហ្នឹងគឺខ្ញុំដាក់តែ1ខាំកន្លះទេណាបងប្អូនកពឹសតាមពិតទៅខ្ញុំទិញ2ខាំប៉ុន្តែដោយសារតែដាក់ទៅវាច្រើនពេកអញ្ចឹងណាចឹងហើយខ្ញុំដាក់តែប៉ុណ្្នឹងទេបន្ទាប់ពីដាក់កពឹសចូលហើយបងប្អូនកុំច្បល់វាធ្ងន់ដៃពេកនិយាយទៅយើងច្បល់មួយបានហើយកុំឲ្យកពឹសរបស់យើងនឹងវាបាក់ជា2ជា3កណាត់ឬក៏មើលទៅម៉ត់អត់សូវទំនងអញ្ចឹងណាបន្ទាប់ពីច្បល់វាឲ្យចូលជាតិល្មមហើយខ្ញុំបន្ថែមស្លឹកក្រូចសើច 4-5 ស្លឹកទៀតស្លឹកក្រូចសើចហ្នឹងយើងហាន់វាជាតសៃឆ្មាអញ្ចឹងមកដើម្បីយើងងាយស្រួលញ៉ាំហើយសម្រាប់បងប្អូនណាដែលអត់ចូលចិត្តក្លិនស្លឹកក្រូចសើចទេយើងមិនបាច់ដាក់ក៏បានដែរអាហ្នឹងគឺយើងដាក់ដើម្បីឲ្យវាកាន់តែមានក្លិនឈ្ងុយអញ្ចឹងទៅយើងច្បល់វាឲ្យចូលជាតិមិនល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានប៉ុន្តែចំពោះខ្ញុំប៉ុណ្ណឹងគឺមកត្រូវជាតិហ្មងបងប្អូនទាំងជូរទាំងប្រៃទាំងផ្អែមគឺមកត្រូវហ្មងហើយចុងក្រោយយើងបន្ថែមជីរណាបន្តិចទៀតមកច្បល់វា 4-5 ត្រឡប់ទៀតគឺថារួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់បុកកពឹសហ្នឹងយើងយករសជាតិរបស់វាឲ្យរៀងដិតបន្តិចមកបងប្អូនគឺដិតប្រហុកជូរហឹរប្រៃហើយបើរសជាតិផ្អែមវិញយើងយកវាមកល្មមបានហើយបុកកពឹសហ្នឹងភាគច្រើនគឺគេញ៉ាំផ្ទាប់ជាមួយបន្លែបងប្អូនមានដូចជាកូនស្ពៃបូកូតសក់ការ៉ុតអីហ្នឹងភាគច្រើនគឺគេអត់ញ៉ាំវាទេហ្នឹងហើយបងប្អូននេះគឺបុកកពឹសរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយឥឡូវខ្ញុំមកភ្លក់បន្តិចដើម្បីប្រាប់បងប្អូនថារសជាតិរបស់គេនៅយ៉ាងណាដែរអញ្ចឹងណាហើយបុកកពឹសហ្នឹងគឺយើងញ៉ាំផ្ទាប់ជាមួយនឹងស្ពៃបូកូឬក៏តសក់អញ្ចឹងទៅសម្រាប់រសជាតិរបស់គេនឹងគឺដឹកឆ្ងាញ់ខ្លាំងមែនតើនិយាយទៅសឹងតែអត់ដឹងថាយើងញ៉ាំរបស់ឆាយហើយយើងញ៉ាំទៅគឺអត់មានអារម្មណ៍ថាញើតពិបាកញ៉ាំអីណាបងប្អូនអានេះរបៀបដូចញ៉ាំប្រហុកឆាយអញ្ចឹងនិយាយតែអានេះញ៉ាំជាមួយបាយឆ្ងាញ់មែនតើបងប្អូនរសជាតិរបស់គេនឹងរៀងដិតប្រហុកបន្តិចដិតប្រហុកជូរប្រៃហើយផ្អែមហ្នឹងគឺខ្ញុំយកមកល្មមទេហើយមួយទៀតគឺខលបងប្អូននិយាយទៅមួយមុខហ្នឹងបើសិនជាអត់ហឹរខ្ញុំគិតថាក៏អត់សូវឆ្ងាញ់ដែរអានេះញ៉ាំទៅគឺអត់មានក្លិនឆ្អាបសូម្បីតែបន្តិចបងប្អូនហើយអត់មានញើតទេណាញ៉ាំទៅអត់មានអារម្មណ៍ថាញ៉ាំកពឹសឆៅហ្មងនិយាយទៅរបៀបដូចយើងញ៉ាំប្រហុកឆៅអញ្ចឹងណានិយាយទៅអានេះបើសិនជាយើងអត់ដាក់កពឹសទេខ្លាយទៅជាប្រហុកឆៅវិញអញ្ចឹងណា
ចឹងសម្រាប់បងប្អូនណាដែលចូលចិត្តមុខម្ហូបរបៀបហិលអីមកមុខនេះគឺត្រូវមែនតើធានាថាបងប្អូនញ៉ាំហើយគឺដឹងតែជាប់ចិត្តហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានចំណុចយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ